មានសួរអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានសាច់រឿង BL មួយលើកយកមកសម្រាយដែលជាប្រភេទសាច់រឿង Omega Verse ហើយមានចំណងជើងថា Diamonds មូលហេតុដែលខ្ញុំយកសាច់រឿងនេះយកមកសម្រាយក៏ព្រោះតែតួអង្គក្នុងរឿងហ្នឹងគឺស្អាតខ្លាំងមែនតើហើយនេះគឺជាវីដេអូដែលខ្ញុំសម្រាយរឿងលើកដំបូងផងដែរអ្នកទាំងអស់គ្នាកុំភ្លេចជួយ like និង subscribe ឲ្យខ្ញុំម្នាក់មួយផងតើឥឡូវយើងចូលដល់សាច់រឿងយើងវិញក្នុងពិភពលោកយើងនេះក៏មានភេទបន្ទាប់បន្សំពីមនុស្សធម្មតាចំនួន3ដែរគឺ Alpha Omega និង Beta វាក៏គ្នាពីភេទបុរសនិងស្ត្រី Alpha និង Omega មានសារធាតុពីរ៉ូម៉ូនដែលអាចឲ្យពួកវាកំណត់អត្តសញ្ញាណគ្នាទៅវិញទៅមកបាននៅក្នុងពិភពលោកមួយដែលមានមនុស្សភាគច្រើន Alpha Omega និង Beta គឺកម្រមានណាស់ភាពកម្រសារធាតុពីរ៉ូម៉ូនការតាក់ទាញអត្តចរិតលក្ខណៈទាំងនេះមានភាពរ៉ូមែនទិកច្រើនរាប់មិនអស់នៅក្នុងរឿងស្នេហាកើតមកជា Beta ខ្ញុំតែងតែគិតថាពិភពលោកនេះគ្មានអ្វីពាក់ព័ន្ធនឹងខ្ញុំទេប៉ុន្តែខ្ញុំអាចនិយាយរឿងនេះនៅកន្លែងណាមួយតែម្នាក់ឯងដោយរបៀបណាទៅដើម្បីអភិវឌ្ឍការរើសអើងផ្ទាល់ខ្លួនរបស់ខ្ញុំដូចជារឿងខ្ញុំផ្លាស់ថា Alpha Omega នឹងមកលេងនៅទីនេះចប់គាត់ក៏បានដើរចូលទៅក្នុងហាងបន្ទាប់មកក៏មានបុគ្គលិកស្រីម្នាក់នឹងចេញមកហៅឈ្មោះគាត់ថាសាយីយ៉ុននាងក៏បន្តសួរទៅយីយ៉ុនថាអ្នកដឹកនាំហាងបានបញ្ជូនអ្នកមកទីនេះមែនយីយ៉ុនយើងក៏បានឆ្លើយថាបាទហើយនាងក៏បន្តនិយាយទៀតថាតើអ្នកអាចចាប់ដើរលើនេះបានអត់សុំទោសផងដែលត្រូវសួរអ្នកភ្លាមពេលដែលអ្នកមកដល់យីយ៉ុនយើងក៏បានឆ្លើយទៅថាវាយូរណាស់មកហើយចាប់តាំងពីខ្ញុំមកទៅវិចិត្រសាស្ត្រមកម្ល៉េះបុគ្គលិកស្រីនោះនៅតែសួរយីយ៉ុនថាតើអ្នកស្គាល់អ្នកដឹកនាំហាងតាមដោយរបៀបណាយីយ៉ុនបានឆ្លើយថាខ្ញុំបានជួយរៀបចំផ្ទះរបស់គាត់បុគ្គលិកស្រីម្នាក់នឹងបានបន្តប្រាប់យីយ៉ុនថាចុះតាមកម្មចនានោះទៅហើយអ្នកនឹងឃើញបរិសុទ្ធស្គមម្នាក់គ្រាន់តែសួរគាត់អំពីអ្វីដែលគាត់ត្រូវការហើយជួយគាត់ទៅបានហើយយីយ៉ុនយើងបានដើរចុះទៅតាមកម្មចនានោះហើយក៏បានឃើញបរិសុទ្ធម្នាក់នោះមែនប៉ុន្តែបរិសុទ្ធម្នាក់នោះក៏បានភ្ញាក់នឹងយីយ៉ុនយើងហើយក៏បាននិយាយថាអ្នកបានធ្វើឲ្យខ្ញុំខ្លាចហើយយីយ៉ុនយើងក៏បានប្រាប់ទៅថានាយកហាងបានបញ្ជូនខ្ញុំមកហើយបុគ្គលិកនៅជាន់លើបានប្រាប់ខ្ញុំឲ្យមកជួយអ្នកនៅជាន់ក្រោមនេះបរិសុទ្ធម្នាក់នឹងបាននិយាយថាមិនមកពីខ្ញុំឆាប់ខ្លាចងាយពេកទេគាត់តែអ្នកថែអាសានៅទីនេះគាត់តែនិយាយថាមានខ្មោចលងនឹងហើយគាត់ក៏បានណែនាំខ្លួនប្រាប់យីយ៉ុនយើងទៅថាគាត់ឈ្មោះគួនជូហានហើយខ្ញុំនឹងតឹងរង់ចាំធ្វើការជាមួយអ្នកនៅថ្ងៃនេះយីយ៉ុនក៏ប្រាប់វិញទៅថាខ្ញុំឈ្មោះយីយ៉ុនខ្ញុំក៏ដូចគ្នាដែរជូហានបាននិយាយថាការងារនៅទីនេះគឺសាមញ្ញទេគ្រាន់តែយកបំណែកមួយទៅទុកនៅជាន់លើទៅគឺបានហើយជូហានក៏បានបន្តនិយាយទៀតថាខ្ញុំមានអារម្មណ៍ថាហួចចិត្តនឹងខ្លួនឯងដល់ហើយប៉ុន្តែមើលទៅអ្នកដូចជាទន់ជាបន្តិចហើយតើអ្នកអាចទ្រាំនឹងរឿងនឹងបានអត់យីយ៉ុនក៏បានប្រាប់ទៅថាខ្ញុំគិតថារឿងប៉ុណ្ណឹងវាមិនអីទេជូហានក៏ថាល្អហើយវាគ្រាន់បើជាងធ្វើម្នាក់ឯងដែរហើយយើងក៏មិនត្រូវបោះវាចោលឬក៏ធ្វើឲ្យវាខូចដែរបើសិនបើយើងហ៊ានតែធ្វើលោកលាវនឹងសម្រាប់ពួកយើងទាំងពីរជាមិនខានទេយីយ៉ុនក៏បានថាខ្ញុំយល់ហើយពួកគេទាំងពីរក៏នាំគ្នាលើកយករបស់ទាំងអស់ហ្នឹងទៅដាក់នៅជាន់លើហើយមើលទៅគឺពួកគេធ្វើការយូរម៉ោងខ្លាំងមែនទែនរហូតដល់ជូហាននិយាយថាខ្ញុំមានអារម្មណ៍ថាជើងរបស់ខ្ញុំហ្នឹងវាទន់ដូចចូលវិញអញ្ចឹងខ្ញុំទ្រាំលេងបានទៀតហើយយីយ៉ុនមើលទៅអ្នកមានហាត់ផានអីមែនបានជាកម្លាំងរបស់អ្នកខ្លាំងជាងរាងកាយរបស់អ្នកទៅទៀតយីយ៉ុនក៏បានប្រាប់ទៅថាខ្ញុំធ្វើការក្រៅម៉ោងបន្ថែមទៀតឲ្យក្រុមហ៊ុនដឹកជញ្ជូនបើវាធ្ងន់ពេកអញ្ចឹងយើងគួរបដូរលើកវាពីចំហៀងទៅវិញមែនតែវាបាក់ដើរខ្លាំងចុះហានហ្នឹងក៏បានតបទៅយីយ៉ុនថាខ្ញុំមិនអីទេនិយាយហើយក៏បានហុចទឹកទៅកាន់យីយ៉ុនហើយយីយ៉ុនហ្នឹងក៏បាននិយាយអរគុណទៅកាន់ជូហានដែរជូហានហ្នឹងក៏បានបន្តសួរទៅយីយ៉ុនថានិយាយលេងសើចអីតើអ្នកមកពីណាដែរអធិស្ឋានផងអ្នកទាំងអស់គ្នាគាត់ឈ្មោះជូហានតែខ្ញុំច្រឡំហៅជូហានអញ្ចឹងណាតើឥឡូវយើងចូលដល់សាច់រឿងយើងវិញបន្ទាប់ពីជូហានបានសួរទៅកាន់យីយ៉ុនហើយយីយ៉ុនក៏បាននឹកដល់រឿងរបស់គាត់កាត់មកដល់ដែលយីយ៉ុនហ្នឹងកំពុងតែអង្គុយរុំរបួសឲ្យបងប្រុសរបស់គាត់ហើយក៏បានសួរទៅបងប្រុសរបស់គាត់ថាតើអ្នកនឹងធ្វើអ្វីបន្តទៀតហើយតើអ្នកបានបែកគ្នាជាមួយនឹងម៉ូរ៉េហើយមែនអត់ម៉ូរ៉េហ្នឹងបែរជាសង្សាររបស់បងប្រុសគាត់អញ្ចឹងណាទាំងអស់គ្នាបងប្រុសរបស់គាត់ហ្នឹងបានតបទៅគាត់ថាគាត់នឹងប្រូទៅរស់នៅទីក្រុងសេអ៊ូលជាមួយនឹងនាងហើយយីយ៉ុនក៏គួរតែបដូរទៅដែរមែនហើយខ្ញុំបានបដូរមករស់នៅទីនេះជាយូរដែរហើយវាក៏ឆ្ងាយពីផ្ទះដែរបានបន្តិចបុគ្គលិកស្រីម្នាក់ដែលយើងបានស្គាល់ពីដើមរឿងហ្នឹងក៏បានដើរចូលមកដល់ហើយក៏សួរអ្នកទាំងពីរថាតើពួកអ្នកទាំងពីរជជែកគ្នានឹងបញ្ចប់ការងារហើយមែនហើយក៏បានជឿនិយាយបន្ថែមទៅយីយ៉ុនទៀតដែរថាយីយ៉ុនយើងហ្នឹងខ្សោយអ្នកស្រីហ្នឹងក៏បន្តនិយាយទៀតថាអញ្ចឹងខាងលើគឺត្រូវរុះរើជូហានណាចូលមកលើកជាមួយគ្នាមកអូនិយាយអញ្ចឹងតើអ្នកបានណែនាំខ្លួនឲ្យយីយ៉ុនស្គាល់នៅជូហានក៏បានតបទៅម្នាក់ស្រីហ្នឹងវិញថាតើអ្នកចូលមកទីនេះគ្រាន់តែចង់ប្រើឲ្យធ្វើនេះធ្វើនោះទេមែនបុគ្គលិកស្រីហ្នឹងក៏គ្មានអីតវ៉ាទៀតដែរហើយបានបន្តិចក៏មានសម្រាប់ជើងមនុស្សម្នាក់ដើរចូលមកបុគ្គលិកស្រីហ្នឹងស្រែកថាលោកលាវហើយបានរត់ចូលទៅសួរគាត់ថាតើអ្នកចំណាយពេលមកទីនេះយូរនៅហើយមានទទួលបានការកក់ទុកមួយណាមុនអត់លោកលាវគាត់ក៏បានឆ្លើយទៅថាមិនមួយទេគឺ3ហើយគាត់ក៏បានហុចបញ្ជីមួយឲ្យទៅ
បុគ្គលិកស្រីនឹងហើយនិយាយថានេះគឺជាបញ្ជីហើយកុំភ្លេចដាក់កាតតែមានពាក្យថាលក់នៅលើវាផងបុគ្គលិកស្រីនឹងក៏បានឆ្លើយថាខ្ញុំដឹងហើយប្រកល់វាឲ្យខ្ញុំមកខ្ញុំនឹងចាប់វាឲ្យជាប់យីយ៉នយើងបានគិតថានៅពេលដែលគាត់ដើរចូលមកខ្យល់ក្នុងបន្ទប់គឺបានប្រែប្រួលទាំងស្រុងមកហើយតើគាត់គឺជា Golden Alpha មែនខ្ញុំមិនគិតទេថាវាបានឆ្លងកាត់ចូលក្នុងគំនិតរបស់ខ្ញុំប៉ុន្តែខ្ញុំគ្រាន់តែគិតថាប្រភេទមនុស្សតែមិនរើសអើងអ្នកដទៃប៉ុន្តែមនុស្សគ្រប់គ្នាមិនអាចជួយអ្វីយើងបានក្រៅពីឈរមើលទេបើបែបនោះមែនមានតែអូមែនហើយខ្ញុំគួរសង្ស័យគាត់ទេថាគាត់គឺជាម្នាក់ក្នុងចំណោមពួកគេភ្នែករបស់គាត់គឺមានពណ៌ដូចទៅនឹងសមុទ្រអញ្ចឹងហើយអ្នកដែលមានកែវភ្នែកបែបហ្នឹងពួកគេគឺស្រស់ស្អាតណាស់កូនស្រីយើងដូចគាត់ច្រើនដល់ហើយគ្រាន់តែឃើញគេលើកដំបូងសោះលោកលាវបានសួរថាតើនេះជាអ្នកណាគេបុគ្គលិកស្រីហ្នឹងក៏បានប្រាប់ទៅថាអ្នកដឹកនាំហានណាបាននិយាយថាពួកយើងខ្វះខាតថវិកាទើបស្នើសុំឲ្យគេមកជួយធ្វើការនៅទីនេះហើយនាងក៏បានប្រាប់ទៅយាយយ៉នថានេះគឺជាលោកលាវដែលជាអ្នកថែអាសារបស់ពួកយើងយាយយ៉នណាបាននិយាយសួស្ដីទៅកាន់លោកលាវហើយក៏បានប្រាប់ឈ្មោះផងដែរប៉ុន្តែលោកលាវមិនបានតបគាត់ទេគាត់ក៏បានគិតក្នុងចិត្តថាខ្ញុំមិនបានសម្លឹងមើលទៅខាងគាត់ទេប៉ុន្តែខ្ញុំមានអារម្មណ៍ថាគាត់សម្លឹងមកខ្ញុំមកតាំងពីក្បាលរហូតដល់ចុងជើងតែម្ដងហើយសម្ពាធខ្យល់នៅទីនេះក៏បានធ្វើឲ្យខ្ញុំពិបាកដកដង្ហើមដែរឬក៏មកពីខ្ញុំមិនទាន់ទទួលយកវាបានលោកលាវបានដោះអាវរបស់គាត់ចេញហើយក៏បានហៅជូហាននឹងឲ្យទៅជាមួយនឹងគាត់ស្រីយើងក៏នៅតែបន្តគិតទៀតថាប្រហែលមុននេះមកពីភារមុខរបស់គាត់ខ្ញុំដឹងហើយថាគាត់គឺជា Golden Alpha ប៉ុន្តែខ្ញុំគឺជា Beta មិនអាចសន្មត់ទេថាខ្ញុំមានអារម្មណ៍ដូចជាពួកគេនេះខ្ញុំក៏រៀងភ័យដែរពួកគេក៏បានជួយរៀបចំគ្នានិងជួយធ្វើការងារគ្នាបន្តទៀតហើយមើលទៅយាយយ៉នយើងក៏ហត់មិនស្ទើរដែរពេលដែលពួកគេរៀបចំហើយវាពិតជាស្រស់ស្អាតខ្លាំងណាស់មួយទៀតអ្នកទាំងអស់គ្នាកន្លែងនេះគឺជាកន្លែងតាំងទីពណ៌រូបគំនូហើយមុនដំបូងខ្ញុំមិនបានប្រាប់គពោះតែខ្ញុំអត់ទាន់ដឹងដែរតែឥឡូវខ្ញុំដឹងហើយបុគ្គលិកស្រីហ្នឹងក៏បានដើរមកសរសើរយាយយ៉នថាយាយយ៉នយើងពិតជាប្រកែគូខ្លាំងមែនតើហើយវាពិតជាស្រស់ស្អាតខ្លាំងយាយយ៉នណាមិនទាន់ទាំងបានតបផងអ្នកដឹកនាំហានក៏បានដើរចូលមកហើយពួកគេក៏បានរត់ទៅរកអ្នកដឹកនាំហានគ្រប់គ្នាគាត់ក៏បានទិញអាហារយកមកឲ្យអ្នកទាំងអស់គ្នាញ៉ាំផងដែរពេលដែលពួកគេកំពុងតែដណ្ដើមគ្នាយកនោះអ្នកដឹកនាំហានក៏បានសួរទៅកាន់យាយយ៉នថាតើយាយយ៉នចង់បានមួយណាដែរយាយយ៉នក៏បានឆ្លើយទៅថានៅសល់មួយណាគាត់យកមួយអ្នកនាងហានបានដើរយកសាំងវិចមួយយកឲ្យយាយយ៉នយើងក៏បានអរគុណគាត់ទៅកូនស្រីយើងសម្លឹងទៅមើលកូនប្រុសយើងទៀតដែរហើយក៏បានគិតក្នុងចិត្តដែរថាតើគាត់មិនចូលចិត្តខ្ញុំរឿងអីមួយមែនអ្នកនាងហានក៏បានដើរមកនិយាយជាមួយយាយយ៉នថាយាយយ៉នអរគុណណាស់សម្រាប់ការជួយរបស់អ្នកនៅថ្ងៃនេះបើសិនជាគ្មានអ្នកទេខ្ញុំក៏មិនដឹងថាត្រូវធ្វើអ្វីដែរខ្ញុំគិតថាអ្នកប្រហែលជាអស់កម្លាំងហើយតើអ្នកអាចចង់បានសាំងវិចខ្លះត្រឡប់ទៅផ្ទះវិញទេចាំបន្តិចសិនយាយយ៉នស្អែកអ្នកមកម្ដងទៀតណាយាយយ៉នណាពិតជាធ្វើការអស្ចារ្យខ្លាំងណាស់ដៃរបស់គាត់ថែមទាំងមានជំនាញទៀតផងហើយធ្វើការបានលឿនណាស់គ្រាន់តែមួយថ្ងៃសោះស្មើនឹងជូហានបាត់ទៅហើយជូហានណាបានស្រែកថាមិនក៏យកខ្ញុំទៅពាក់ព័ន្ធក្នុងរឿងនឹងដែរបុគ្គលិកស្រីហ្នឹងក៏នៅតែបន្តសួរយាយយ៉នទៀតដែរថាតើស្អែកអ្នកទំនេរទៀតឬអត់យាយយ៉នក៏បានតបទៅថាខ្ញុំគិតថាខ្ញុំប្រហែលជាមិនសូវពូកែណែនាំឬក៏និយាយជាមួយអតិថិជនប្រហែលទេកាន់មកដល់ពេលព្រឹកយាយយ៉នណាបានត្រឡប់មកដល់ផ្ទះហើយក៏បានសួរស្ដីទៅកាន់ណូណាដែរហើយក៏បន្តសួរទៅកាន់ណូណាទៀតដែរថាបងប្រុសយីហានណាគាត់បានក្រោកពីគេងនៅយីហាននោះក៏បានចេញមកហើយក៏បាននិយាយថាស្វាគមន៍មកកាន់ផ្ទះប៉ុន្តែតើឯងមិនឆាប់មកពេកទេណូណាចាប់យាយយ៉នជំរះបញ្ជីហើយនាងបាននិយាយថាឯងបានផ្ញើសារមកខ្ញុំនៅពាក់កណ្ដាលត្រៀតដោយនិយាយថាអ្នកនាងហានឲ្យខ្ញុំសម្ដែងសម្រាប់នាងមួយថ្ងៃដូច្នេះខ្ញុំនឹងត្រឡប់ទៅផ្ទះភ្លាមបើដូច្នេះមែនមិនមែនឯងទៅតែបង្ហាញខ្លួនរហូតដល់ព្រឹកអញ្ចឹងតើឯងគិតថាពួកយើងអត់ចេះបារម្ភពីឯងមែនពួកយើងមានអាយុខុសគ្នាតែ1ឆ្នាំទេប៉ុន្តែខ្ញុំមើលទៅឯងដូចជាទារកដ៏ទន់ភ្លន់នៅឡើយទេបងប្រុសយីហាននោះគាត់ក៏បាននិយាយដែរថាយាយយ៉នយើងពិតជាដូចទារកមែនពីរអ្នកហ្នឹងក៏បានផ្អាប់យាយយ៉នយើងថាទារកធំគ្រប់គ្នាហើយយាយយ៉នក៏បានប្រកែកដែរតែខ្ញុំមិនមែនជាទារកទេយាយយ៉នបានបន្តប្រាប់ទៀតថាខ្ញុំបាននៅជួយធ្វើការតាំងពីពណ៌នៅសាលាវិចិត្រសាស្ត្រមួយដែលអ្នកនាងហានបានធ្វើការនៅទីនោះណូណាបានលន់មាត់សួរថាវិចិត្រសាស្ត្រដោយសារមន្ទីរសិល្បៈនឹងដែរមែនយន់បានឆ្លើយថាមែនហើយខ្ញុំបានចូលនៅពេលដែលខ្ញុំត្រឡប់មកវិញនៅពេលរសៀលនេះណូណាក៏បានបន្តនិយាយថាតើវាមិនច្រើនពេកទេមែនដែលអ្នកហត់នឿយនឹងការងារធម្មតាហើយត្រូវមកធ្វើការដែលអ្នកនាងហានផ្ដល់ឲ្យអ្នកទៀតយន់ក៏បានប្រាប់វិញទៅថាខ្ញុំនឹងមិនអីទេឲ្យតែខ្ញុំបានគេងខ្លះណូណាថាមែនហើយអ្នកមិនបានគេង24ម៉ោងហើយអញ្ចឹងអ្នកសាកល្បងបិទភ្នែកគេងទៅយីយ៉នយើងក៏យល់ព្រមយីយ៉នបានដើរទៅកន្លែងគេងហើយគាត់ក៏បានរៀបចំគេងមុននឹងរៀបចំគេងគាត់ក៏បាននឹកដល់លោកលាវទៀតហើយគាត់គិតថាលោកលាវហាក់ដូចជាមិនចូលចិត្តខ្ញុំសោះ
ប៉ុន្តែប្រសិនបើខ្ញុំនៅជួយគាត់ម្ដងទៀតនៅថ្ងៃនេះខ្ញុំនឹងទទួលបានប្រាក់បន្តិចបន្តួចគឺដោយភាពស្មោះត្រង់ហើយគាត់ក៏នៅបន្តគិតទៀតថាជាលើកដំបូងហើយដែលខ្ញុំពិតជារីករាយក្នុងរយៈពេលដ៏ខ្លីមួយពេលអ្វីៗទាំងអស់បានស្ងាត់ទៅអ្វីដែលខ្ញុំអាចឮទៀតនោះគឺសំឡេងរថយន្តនិងសំឡេងរោនៃទីក្រុងឥឡូវនេះក៏ខ្ញុំមិនអាចស្ដាប់ឮសំឡេងទឹកសមុទ្រដូចពីពេលមុនទៀតដែរអារម្មណ៍ដែលខ្ញុំមិនធ្លាប់ស្គាល់នោះទៅធ្វើឲ្យខ្ញុំដឹងថាខ្ញុំនៅឆ្ងាយពីផ្ទះប៉ុណ្ណារបស់យើងបានចប់ដំណឹងហើយអ្នកទាំងអស់គ្នាហើយកន្លែងខ្លះក៏ខ្ញុំបានកាត់ចោលដែរក៏ព្រោះតែវាអត់សូវសំខាន់ឬក៏ពាក់ព័ន្ធនឹងសាច់រឿងទេអ្នកទាំងអស់គ្នាមិនបាច់បារម្ភថានឹងអត់យល់ពីសាច់រឿងនឹងទេខ្ញុំនឹងព្យាយាមសម្រេចឲ្យអ្នកទាំងអស់គ្នាតតែយល់ហើយខ្ញុំក៏សូមអធិស្ឋានអ្នកទាំងអស់គ្នាផងបើសិនជាមានកន្លែងណាមួយខ្ញុំនិយាយខុសគ្នានៅវីដេអូក្រោយណាអ្នកទាំងអស់គ្នា